ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខទៀតបងប្អូនគឺស្លម្ជូរគ្រឿងឃ្លោកបងប្អូនទាំងអស់គ្នាជាមួយនឹងសាច់គោបងប្អូនគាត់តែឃើញគាត់តំណងនឹងបងប្អូនទាំងអស់គ្នាចំពោះសាច់គោនេះគឺយើងប្រើសាច់ភ្លៅបងប្អូនទាំងអស់គ្នាសាច់គោគឺយើងទិញ1គីឡូបងប្អូនហើយឃ្លោកនេះខ្ញុំប្រើមួយផ្លែបងប្អូនហើយនេះគឺជាគ្រឿងទេសសម្រាប់ស្លបងប្អូនទាំងអស់គ្នាមានជាស្លឹកក្រូចសើចម្ដេងខ្ទឹមសប្រហុកម្ជូរហើយនិងគល់ក្រីបងប្អូនទាំងអស់គ្នាហើយនិងខ្សែការីបងប្អូនបន្ទាប់មកយើងធ្វើការហាន់គល់ក្រីបងប្អូនទាំងអស់គ្នាគឺអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាគឺខ្ញុំធ្លាប់ហាញវីដេអូមុនហើយបងប្អូននេះគឺគល់ក្រីខ្មែរយើងលាងដាំដោយខ្លួនឯងយើងធ្វើការហាន់វាម៉ត់បងប្អូនទាំងអស់គ្នាហាន់វាម៉ត់បែបហ្នឹងមកហើយយើងដាក់គ្រឿងក្រីរបស់យើងនឹងបុកចូលគ្នាបងប្អូនមុននឹងយើងហាន់បងប្អូនយើងលាងទឹកពីទឹកបងប្អូនគ្នាដើម្បីឲ្យវាស្អាតចឹងកុំឲ្យមានប្រឡាក់ធ្លីដីអញ្ចឹងបងប្អូនទាំងអស់គ្នាហើយនេះគឺយើងធ្វើការហាន់វាបងប្អូនចិតចឹងមកបងប្អូនគាត់ឲ្យតែវាម៉ត់បងប្អូនទាំងគ្នាហើយយើងដាក់វាចូលត្បាល់ប្លុកបងប្អូនទាំងគ្នានេះគឺខ្ញុំថែមជាមួយនឹងល្មៀតបងប្អូនណាល្មៀតដែលយើងដាំហ្នឹងដាក់វាចូលដើម្បីយកក្លិនហើយនឹងពណ៌បងប្អូនទាំងគ្នាហើយយើងដាក់ចូលទៅហើយនេះគឺជាម្ទេសបងប្អូនយើងលេងទឹកលេងអីហើយយើងបកសបកវាស្អាតដែរបងប្អូនទាំងគ្នាយើងកោសវាចេញសបកហ្នឹងយើងហាន់វាចឹងដើម្បីដាក់បុកទៅឲ្យវាម៉ត់ហើយគ្រឿងក្រៅហ្នឹងវាចូលជាតិគ្នាល្អចឹងណាបងប្អូនយើងហាន់វាចឹងមកនេះគឺនឹងតំណងហើយយើងដាក់វាចូលក្នុងត្បាល់ហ្នឹងបងប្អូនទាំងគ្នាដើម្បីយើងបុកវាចូលគ្នាចឹងណាហើយខ្ញុំប្រើសណ្តែកដីមកកញ្ចប់ហើយនេះគឺជាខ្ទឹមសបងប្អូនគ្នាដែលយើងបានបកសបករួចហ្នឹងបងប្អូនជាមួយនេះគឺស្លឹកក្រូចសើចបងប្អូនទាំងគ្នាគឺយើងហូតយកទៅក្នុងក្តារវាចេញបងប្អូនហើយយើងហាន់វាចឹងមកដើម្បីទៅឆាប់ម៉ត់យើងគ្រឿងក្រៅទាំងអស់ហ្នឹងគឺយើងដាក់បុកចូលគ្នាទាំងអស់បងប្អូនទាំងអស់គ្នានេះខ្ញុំច្រាំវាដើម្បីវាម៉ត់ចឹងបងប្អូនដាក់វាចូលត្បាល់មកបុកវាបញ្ចូលគ្នាទាំងអស់បងប្អូនសណ្តែកដីគឺយើងដាក់ចូលដែរបងប្អូនទាំងអស់គ្នាគឺយើងបុកវាឆាប់មកហើយយើងថែមនឹងម្សៅការីកតុកតាបងប្អូនទាំងអស់គ្នាបុកវាមកបងប្អូននេះបើវាម៉ត់ហើយបងប្អូនទាំងអស់គ្នាមើលទៅវាម៉ត់មកល្មមហើយយើងទុកវាមួយឡែកសិនយើងមកធ្វើការហាន់បន្លែចំពោះបន្លែនេះបងប្អូននិយាយពីថាជាតិបន្លែស្រីយើងអញ្ចឹងបងប្អូនយើងដាំខ្លួនឯងខ្ញុំបេះស្លោបាន2បងប្អូនទាំងគ្នាមុនហ្នឹងយើងយកមកឆាដែរហ្នឹងខ្ញុំភ្លេចបងប្អូនហើយខ្ញុំបេះវាមកស្លោទឹមបេះភ្លាមហើយនិយាយពីថាអូយឆាពងទាក៏ឆ្ងាញ់ដែរបងប្អូនទាំងគ្នាបន្លែធម្មជាតិយើងហើយយើងហាន់វារៀងធំតិចមកបងប្អូនដោយសារយើងស្លោវាបើយើងឆាយើងហាន់វារៀងទូចបងប្អូនយើងចាត់វាបែបហ្នឹងបងប្អូននិយាយថាហ្នឹងតាមចំណងចិត្តបងប្អូនចង់ហាន់ធំតូចតាមចិត្តចឹងបងប្អូនទាំងគ្នាហើយនិយាយថាឡើងផ្អែមបងប្អូនហើយបងប្អូនឃើញចិត្តដូចខ្ញុំចឹងចិត្តវាជាចំណាំ1ជា4ជ្រុងក៏បានដែរបងប្អូនទាំងគ្នាតាមចំណងចិត្តរបស់យើងចឹងហើយយើងហាន់វាមកឡើងសវាទៅវាខ្ចីល្អមកបងប្អូនទាំងគ្នាវាខ្ចីមកណាក់លោកធម្មជាតិចឹងនេះយើងចិត្តវាបានទុកវាមួយឡែកសិននេះគឺប្រហុកបងប្អូនប្រហុកត្រីសាច់យើងវាច្រាមវាមកដើម្បីវាតិចឆ្អឹងចឹងណាហើយចំពោះសាច់គោក៏យើងហាន់បាត់នឹងបងប្អូនទាំងគ្នាជាដុំមូលចឹងមកដាក់ប្រហុកចូលដាក់ស្ករត្នោតដាក់ម្ជូរអីចូលមកបងប្អូនគ្រឿងក្រៅរបស់យើងនេះមានប្រមាណដាក់ចូលទាំងអស់មកឃើញអត់ហើយយើងថែមជាមួយនឹងទឹកដោះគោខាប់ដើម្បីឲ្យមានក្លិនឈ្ងុយហើយរសជាតិវាដិតល្អបងប្អូនដាក់ជាមួយស្ករត្នោតនេះដាក់ប៊ីចេងបងប្អូនទាំងគ្នាចាក់ទឹកបន្តិចបងប្អូនយើងកូរវាគាត់តែចាក់ប៉ុណ្្នឹងក៏ឈ្ងុយដែរបងប្អូនទាំងគ្នាហើយយើងវាទៅដាក់លើភ្លើងទៅបងប្អូនមកវាពុះរីងទឹកនឹងតិចដើម្បីសាច់គោនឹងរឿងផុយបងប្អូនហើយចាំយើងថែមទឹកជាពីលើនឹងគឺទឹកធម្មតាយើងណាបងប្អូនឃើញអត់មើលទៅវាពុះហើយយើងបងបន្លែនេះយើងបងតែមួយផ្លែទេបងប្អូនហើយជា5នាទីគឺវាផុយល្អហើយបងប្អូនទាំងគ្នាគឺទៅគឺងាយបងប្អូនទាំងគ្នាហើយឆាប់បានហូបបងប្អូនអាចសាកល្បងធ្វើវិធីនេះបានណាអរគុណច្រើន